លោកស្រីប្រិយមិត្តទូរទស្សនិកជនជាទីគោរពនៅពេលនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនាព័ត៌មានសង្ខេបប្រចាំសប្តាហ៍ពីស្ថានីយទូរទស្សន៍ហងមាស HD TV ដូចតទៅជាដំបូងខ្ញុំបាទសូមជូនព័ត៌មានជាតិទូរទស្សនិកជនជាទីគោរពព័ត៌មានជាដំបូងគឺសូមចាប់អារម្មណ៍នឹងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានបង្ហាញពីបំណងចង់ចងក្រងជាច្បាប់ស្តីពីក្រមសីលធម៌សម្រាប់អ្នកនយោបាយដើម្បីបញ្ចប់នូវការជេរប្រមាថពាក្យអសុរោះហើយបើមានច្បាប់ហើយអ្នកនយោបាយនៅតែបំពេញត្រូវជាប់គុកថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន1050នាក់នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រនៅវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកថ្ងៃទី14មករាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងការគាំទ្រចំពោះការកំណត់ឲ្យមានក្រមសីលធម៌សម្រាប់អ្នកនយោបាយនិងសុំឲ្យអនុម័តចេញជាច្បាប់ដើម្បីកុំឲ្យអ្នកនយោបាយចេះតែជេរប្រមាថគ្នាដោយពាក្យអសុរោះអាក្រក់អាក្រៃនោះហើយព្រឹកមិញឃើញនៅក្នុងភ្នំពេញប៉ុតែសេថាគួរតែមានក្រមសីលធម៌សម្រាប់អ្នកនយោបាយនិយាយគាត់ថាអូបើបានតែអញ្ចឹងល្អប្រហើយបើបានតែអញ្ចឹងល្អមកឲ្យខ្ញុំចូលចិត្តណាស់អាហ្នឹងណាព្រោះអីលេងពួយសិតតែអាក្បាលយួនខ្លួនខ្មែរអាក្បត់ជាតិស្អីចឹងអូយដល់គេថាឲ្យទៅវិញត្រឹមតែថ្ងៃមុនគេនិយាយតែគេលើកហ្នឹងខ្ញុំនិយាយអាល្ងងទូអាល្ងងខ្ញុំរកអត់ឃើញក្នុងវចនានុក្រមប្រសង់សម្ដេចជួនណាតខ្ញុំរកអត់ឃើញលោកជំទាវល្ងងឬក៏ឯកឧត្តមល្ងងរកវាអត់ឃើញវាមានភាសាខ្មែរយើងវាមានតែចឹងបើមនុស្សនឹងវាល្ងងពេកគេហៅអាល្ងងគេអត់ដែរហៅឯកឧត្តមល្ងងឬរកជំទាវល្ងងនេះវាអត់មានភាសាហ្នឹងខ្ញុំបើរកឃើញបើរកឃើញខ្ញុំមកថាហៅលោកជំទាវល្ងងឬឯកឧត្តមល្ងងហើយណាបាទភ្លើវាមកតែភ្លើហើយអាភ្លើហើយគេអត់ដែលហៅឯកឧត្តមភ្លើណាលឺរកជំទាវភ្លើបើអត់មានភាសាហ្នឹងបានតែអត់ថានោះបើកុំអីខ្ញុំហៅលោកបងភ្លើឬក៏លោកជំទាវភ្លើឯកឧត្តមភ្លើហើយប៉ុន្តែគឺទៅវាអញ្ចឹងអាហ្នឹងបើមានក្រមសីលធម៌ឡោះហើយចងគ្នាឲ្យជាប់អញ្ចឹងឥឡូវដាក់មកដើម្បីអនុម័តជាច្បាប់តែម្ដងបើណៃហ៊ានប្រើអាភាសាហ្នឹងគឺត្រូវជាប់ទោសប្រហែលតើហ៊ានទេអត់ខ្ញុំហ៊ានប្រកាសខ្ញុំទទួលយកទាំងអស់ប៉ុន្តែត្រូវអនុម័តដោយច្បាប់ទើបអាចចងជាចំណងបានបើមិនអនុម័តដោយច្បាប់ទេចងជាចំណងអត់បានទេអានឹងជឿអីហត់ហើយឯងបកត្រឡប់ទៅវិញវាថាឯងហ្នឹងគឺឆ្លងឆ្លើយអីចេះចុះប៉ុន្តែបើមិនឲ្យឆ្លើយវាអត់កើតប៉ុន្តែឆ្លើយច្រើនពេកក៏វាមិនស្រួលដែរអានេះពិតទៅប៉ុន្តែទុកឲ្យវាថារហូតងាកមករឿងការដោះលែងនិងបន្ធូរបន្ថយអ្នកទោសជនជាតិថៃ2នាក់ចេញពីពន្ធនាគារនៅកម្ពុជាធ្វើឲ្យលោកស្រីយីងឡាក់ស៊ីនវត្រាអរគុណរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនហើយបានផ្ញើសារនយោបាយទៅកាន់ពលរដ្ឋថៃដែលរដ្ឋាភិបាលត្រូវជួយជនជាតិរបស់ខ្លួនកាសែតបាងកកប៉ុស្តិ៍បានស្រង់សម្ដីលោកស្រីយីងឡាក់ស៊ីនវត្រាថាលោកស្រីពិតជាមានមោទនភាពខ្លាំងណាស់ដែលបានជួយដល់ជនជាតិថៃខ្លួនឯងឲ្យរួចផុតពីការឃុំឃាំងពីគុកនៅក្នុងប្រទេសកម្ពុជាលោកស្រីនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វែងរកការលើកលែងទោសឲ្យសកម្មជនអាវលឿងគឺលោកវីរ៉ាស៊ុំខ្វាំខិតម្នាក់ទៀតឲ្យចេញពីពន្ធនាគារកម្ពុជាតាមដែលអាចធ្វើទៅបានដោយលោកស្រីរាត្រីពីតាណាបៃប៊ូនដែរសកម្មជនអាវលឿងថៃទាំងពីរនាក់នេះដែលកំពុងជាប់ពន្ធនាគារព្រៃសរក្នុងរាជធានីភ្នំពេញរួមជាមួយនឹងអ្នកទោសខ្មែរជាង400នាក់ផ្សេងទៀតបានទទួលការលើកលែងទោសនិងបន្ធូរបន្ថយទោសពីព្រះមហាក្សត្រកម្ពុជាក្នុងឱកាសព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចឪនៅដើមខែកុម្ភៈខាងមុខនេះអ្នកទោសថៃអ្នកស្រីរាត្រីពីប៉ាតាណាបៃប៊ូនដែលតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ6ឆ្នាំនិងត្រូវគ្រងដោះលែងវិញនៅថ្ងៃទី1ខែកុម្ភៈរីឯសកម្មជនអាវលឿងថៃម្នាក់ទៀតគឺលោកវីរ៉ាស៊ុំខ្វាំខិតត្រូវបន្ធូរបន្ថយទោស6ខែក្នុងចំណោមទោសជាប់ពន្ធនាគារ8ឆ្នាំអ្នកទាំងពីរនេះត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីខែធ្នូឆ្នាំ2010ខណៈដែលពួកគេដើរចូលទៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់នៅក្នុងខេត្តបន្ទាយមានជ័យហើយបានជាប់ចោទពីបទប្រមូលព័ត៌មានចារកម្មដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិដែលឡែកពិធីថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋសម្ដេចឪនរោត្តមសីហនុរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថាគិតមកដល់ថ្ងៃទី14ខែមករាឆ្នាំ2013នេះមានអ្នកកាសែតជាង1000នាក់ហើយដែលបានដាក់ពាក្យសុំយកព័ត៌មាន
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រៅកិច្ចប្រជុំគណៈកម្មាធិការរៀបចំបន់ថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋសម្ដេចឪនរោត្តមសីហនុក្នុងសប្តាហ៍នេះអាដាមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថាអ្នកកាសែតជាតិនិងអន្តរជាតិប្រមាណជាង 1000 នាក់បានដាក់សុំចូលយកព័ត៌មានក្នុងពិធីបន់ថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋសម្ដេចឪដែលរដ្ឋាភិបាលគ្រោងនឹងរៀបចំក្បួនដង្ហែដ៏ធំមួយចេញពីព្រះបរមរាជវាំងយកទៅតម្កល់នៅវាលព្រះមេនៅថ្ងៃទី1 ខែកុម្ភៈឆ្នាំ 2013 កាត់ដងវិថីនានាក្នុងរាជធានីភ្នំពេញក្នុងចម្ងាយផ្លូវ 6 គីឡូម៉ែត្រនិងរៀបចំជា 11 ផែនផ្សេងៗគ្នាអាដាមបានបន្តថាការយកព័ត៌មានរបស់បណ្ដាប្រព័ន្ធផ្សព្វផ្សាយចែកចេញជា 2 បែបគឺថ្ងៃដង្ហែនៅថ្ងៃទី1និងថ្ងៃថ្វាយព្រះភ្លើងថ្ងៃទី 4 មករាក្នុងនោះមានការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ 6 ក្នុងរាជធានីភ្នំពេញដែលបានរៀបចំរួចរាល់អស់ហើយដោយឡែកអ្នកកាសែតដែលកាន់កាមេរ៉ា Fix អាចដើរតាមថតបានប៉ុន្តែមិនអនុញ្ញាតឲ្យចូលនៅក្នុងក្បួនដង្ហែនោះទេជៀសវាងភាពរញ៉េរញ៉ៃ ចឹងនៅពេលដង្ហែនេះយើងទីមួយការផ្សាយផ្ទាល់បានរៀបចំហើយចំពោះអ្នកកាសែតយើងធម្មតាទេគឺអាចដើរតាមថតបានប៉ុន្តែហាមមិនឲ្យចូលក្នុងក្បួនទេអញ្ចឹងបើឬមួយអ្នកកាសែតខ្លះគាត់ឈរនៅកន្លែងណា Fix ឬមួយគាត់ដើរតាមបានប៉ុន្តែនៅពេលចូលដល់ប្រមេនគឺអ្នកកាសែតគឺត្រូវមិននៅអាចដើរបានទេគឺនៅមួយកន្លែងនេះប៉ុន្តែយើងមានអ្នកថតតែអាចផ្ដល់រូបថតបាននឹងfeel ប៉ុន្តែទូតែ6យើងសហការគ្នាហើយគឺការផ្សាយផ្ទាល់ទូទាំងអស់ទេជួនអ្នកខ្សែបត់ទេអញ្ចឹងដែរគឺយើងមានកន្លែងសម្រាប់ឈរនៅក៏ថតមានប៉ុណ្ណឹងនៅក្នុងសប្តាហ៍នេះពលរដ្ឋចំនួន 3026 គ្រួសារនៅភូមិចំនួន 9 ក្នុងសង្កាត់ដង្កោនិងសង្កាត់ជើងឯកខណ្ឌដង្កោទទួលបានដំណឹងល្អដោយរាជរដ្ឋាភិបាលសម្រាប់លុបចោលសជណគម្របដីបៃតងសាលារាជធានីភ្នំពេញដោយប្រកាសធ្វើបានកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋដែលកំពុងរស់នៅក្នុងសង្កាត់ 2 គឺសង្កាត់ដង្កោនិងសង្កាត់ជើងឯកក្នុងខណ្ឌដង្កោជាង 3000 គ្រួសារលែងដីកើតទុកទៀតហើយដោយសារតែដីរបស់គាត់ត្រូវបានរាជរដ្ឋាភិបាលប្រកាសលុបចោលពីអភិរក្សគម្របបៃតងរួចហើយផ្ដល់បានកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋឡើងវិញអាដាមកែបយុតិមាអភិបាលរាជធានីភ្នំពេញបានប្រមូលប្រជាពលរដ្ឋ 3026 គ្រួសារមកជួបជុំគ្នានៅក្នុងក្រុមហ៊ុនស្រាបៀរកម្ពុជាដើម្បីប្រាប់ពួកគាត់ឲ្យច្បាស់លាស់ជៀសវាងការមន្ទិលសង្ស័យតទៅទៀតអាដាមកែបយុតិមាបានមានប្រសាសន៍ថាសាលារាជធានីនឹងបង្កើតគណៈកម្មការរដ្ឋបាលមួយដែលមានលោកខួងស្រេងជាប្រធានដើម្បីចុះវាស់វែងតាមរយៈការចុះបញ្ជីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី27 ខែមករាតទៅដោយធ្វើជា5ជំហានហើយការចុះបញ្ជីដីធ្លីនេះជាវិធីសាស្ត្រមួយមានប្រសិទ្ធភាពមានតម្លាភាពនិងកាត់បន្ថយនៅទំនាស់ដីធ្លីដែលជាបញ្ហាស្មុគស្មាញសូមឲ្យបងប្អូនប្រជាពលរដ្ឋគាត់ចូលរួមជាមួយនឹងក្រមរបស់យើងដើម្បីធ្វើឲ្យបានល្អហើយសូមគាត់ផ្ដល់កិច្ចសហការនេះឲ្យបានល្អកិច្ចសហការកាន់តែល្អការងារនឹងកាន់តែលឿនហើយកាន់តែត្រឹមត្រូវហ្មត់ចត់ហើយយើងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋគាត់មានការរីករាយសប្បាយចិត្តណាស់នៅពេលចំណុចលោកជួលោកអនុញ្ញាតឲ្យសាលារាជធានីភ្នំពេញរៀបចំកិច្ចការនេះបាទសូមថាឲ្យបងប្អូនប្រជាពលរដ្ឋលោកត្រៀមសហការមួយកម្លាំងហើយសង្ឃឹមថាកម្លាំងរបស់យើងនេះនឹងប្រឹងប្រែងបម្រើប្រជាពលរដ្ឋវាស់វែងឲ្យគាត់ឲ្យបានត្រឹមត្រូវបាទប្រជាពលរដ្ឋនៅសង្កាត់ដង្កោម្នាក់ក្នុងចំណោមពលរដ្ឋទាំងជាង 3000 គ្រួសារបានសាទរនិងអរគុណចំពោះរាជរដ្ឋាភិបាលដែលបានធ្វើកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ដោយឥតគិតថ្លៃព្រោះប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនស្របច្បាប់ដូចជាការលក់ផ្ទេរបញ្ចាំខ្ចីប្រាក់ពីធនាគារបើកាលណាមានកម្មសិទ្ធិស្របច្បាប់ធ្វើឲ្យប្រជាជនទាំងអស់ដែលអាចគាត់អាចដោះដូរអាចលក់ដូរឲ្យគាត់មានលំនឹងក្នុងចិត្តថាគាត់មានដីធ្លីដែលជាកម្មសិទ្ធិរបស់គាត់បាទគាត់អាចលក់ដូរគាត់អាចថាធ្វើឲ្យនិយាយរួមគឺក្នុងជីវិតថាគាត់មានលំនឹងតែម្ដងបាទថាគាត់មានរបស់គាត់សូមអរគុណដល់សម្ដេចតេជោហ៊ុនសែនដែលបានផ្ដល់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋមិនមែនថាខ្ញុំទេដែលខ្ញុំរយៈកន្លងមួយថ្ងៃនេះដែលបានទទួលដំណឹងពីថាប្រជាពលរដ្ឋក្នុងសង្កាត់ជាងឯកតែមួយនេះមានការត្រេកអរសប្បាយរីករាយណាស់ជាអនេកដោយសារពីមុនយើងអត់ទាន់បានដល់កម្មសិទ្ធិស្របច្បាប់អញ្ចឹងការអភិវឌ្ឍរបស់គាត់នៅមានកម្រិតអញ្ចឹងក្រោយពីប្រកាសដីនេះឲ្យខ្លាចជាស្របច្បាប់គាត់មានការអភិវឌ្ឍនិងកាត់បន្ថយពីពេលក្រោយកាន់តែច្រើនឥឡូវយើងងាកមកចាប់អារម្មណ៍នឹងផ្លូវរថភ្លើងខ្សែទី2ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលមានប្រវែង386គីឡូម៉ែត្រនិងចាប់ផ្ដើមដំណើរការឡើងវិញនៅពេលឆាប់ៗខាងមុខនេះ
តែបើកក្នុងល្បឿនជាមធ្យមគឺ60គីឡូម៉ែត្រក្នុង1ម៉ោងប៉ុណ្ណោះអាដាមត្រាំអ៊ីវទឹករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាផ្លូវរថភ្លើងខ្សែទី2ពីភ្នំពេញទៅប៉ោយប៉ែតដែលនឹងត្រូវដាក់ឲ្យដំណើរការឡើងវិញនៅពេលខាងមុខនេះជាការវិវត្តមួយដ៏មានសារៈសំខាន់ក្នុងដំណើរការឆ្ពោះទៅរកការសម្រេចបាននូវមុខងារផ្លូវដែកដែលតភ្ជាប់ក្នុងទ្វីបអាស៊ីទាំងមូលជាពិសេសក៏ជាជំហានឆ្ពោះទៅរកការតភ្ជាប់ពីប្រទេសសិង្ហបុរីទៅកាន់ប្រទេសស្កុតឡែនអាដាមបញ្ជាក់បន្ថែមថាការចាប់ផ្ដើមជំហានដំបូងនេះគឺរថភ្លើងបើកក្នុងល្បឿនជាមធ្យមមិនលើសពី60គីឡូម៉ែត្រក្នុង1ម៉ោងនិងដឹកជញ្ជូនទំនិញនិងអ្នកដំណើរមិនលើសពីទម្ងន់20តោនឡើយដោយសារគន្លងផ្លូវខ្លះនៅប្រើដែករ៉ៃចាស់ៗនៅឡើយហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំរកដើមទុនបន្ថែមដើម្បីតភ្ជាប់ផ្លូវរថភ្លើងរបស់កម្ពុជាទៅប្រទេសថៃប្រវែង6គីឡូម៉ែត្រដែលរងចាំការឯកភាពពីរដ្ឋាភិបាលថៃតែប៉ុណ្ណោះធនាគារអភិវឌ្ឍន៍អាស៊ីដែលហៅកាត់ថា ADB បានឲ្យដឹងថាផ្លូវរថភ្លើងថ្មីនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជាដូចជាជួយកាត់បន្ថយតម្លៃទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដែលប្រជាជនកម្ពុជាត្រូវការជួយបង្កើនសុវត្ថិភាពតាមដងផ្លូវដោយការបញ្ជៀសរថយន្តដឹកទំនិញធុនធ្ងន់ប្រកបដោយគ្រោះថ្នាក់រួមមានរថយន្តដឹកប្រេងឥន្ធនៈរវាងចំណតស្តុកប្រេងនានានៅតាមបណ្ដោយផ្លូវភាគខាងជើងមករាជធានីភ្នំពេញដែលធ្វើដំណើរតាមផ្លូវថ្នល់កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវនិងកាត់បន្ថយរាល់ការចំណាយលើការថែទាំផ្លូវកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកនិងឧស្ម័នបំពុលបរិយាកាសផ្សេងៗចំពោះការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនឧក្រិដ្ឋកម្មនិងភេរវកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលហៅកាត់ថា UNODCផ្ដល់សម្ភារៈបច្ចេកទេសគិតជាទឹកប្រាក់ជាង$30,000សម្រាប់ប្រឆាំងនឹងបទល្មើសឆ្លងដែនសម្ភារៈបច្ចេកទេសទាំងនេះត្រូវបានប្រគល់ជូនការិយាល័យទំនាក់ទំនងព្រំដែនប្រវត្តិក្នុងខេត្តស្វាយរៀងនិងក្អមសំណរក្នុងខេត្តកណ្ដាលដែលរួមមានម៉ូតូវិទ្យុតាក់ទងកុំព្យូទ័រម៉ាស៊ីនថតចម្លងម៉ាស៊ីនថតសំឡេងម៉ាស៊ីនហ្វាក់ហ្វូនកាមេរ៉ានិងសម្ភារៈជាច្រើនទៀតដើម្បីប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែនតាមច្រកកម្ពុជាវៀតណាមថ្លែងក្នុងពិធីប្រគល់នឹងទទួលសម្ភារៈក្នុងសប្តាហ៍នេះឯកឧត្តមស្នេហ៍ឯកយូសុនឡុងអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថាសម្ភារៈទាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្មក្នុងការទប់ស្កាត់និងត្រួតពិនិត្យរាល់បទល្មើសខុសច្បាប់នានាឆ្លងកាត់ព្រំដែនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតអាដាមបញ្ជាក់ថាបញ្ហាការជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែននិងការគំរាមកំហែងផ្សេងៗទៀតនៅតែបន្តកើតឡើងដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសណ្ដាប់ធ្នាប់និងការអភិវឌ្ឍព្រំដែនទោះជាយ៉ាងនេះក្តីនៅឆ្នាំ2012កន្លងទៅមន្ត្រីអនុវត្តច្បាប់កម្ពុជាបានបង្ក្រាបករណីជួញដូរនិងករណីប៉ុនប៉ងផលិតគ្រឿងញៀនបានជាច្រើនករណីនៅពាសពេញផ្ទៃប្រទេសអាដាមបន្ថែមថាតាមការស៊ើបអង្កេតសារធាតុគីមីមួយចំនួនត្រូវបានលួចនាំចូលតាមច្រកកំពង់ផែអន្តរជាតិនិងតាមច្រកព្រំដែនគោកដើម្បីផលិតគ្រឿងញៀននៅក្នុងប្រទេសដែលកម្ពុជាជាប្រទេសរងគ្រោះនៃការឆ្លងកាត់គ្រឿងញៀនលោកសងសតិតកិតិគុណវាចាណាមន្ត្រីតំណាង UNODC បានបញ្ជាក់ថានៅឆ្នាំ2013នេះ UNODC មានគម្រោងបំពាក់សម្ភារៈទាំងនេះនៅការិយាល័យទំនាក់ទំនងព្រំដែនចំនួន5កន្លែងផ្សេងទៀតដោយ4កន្លែងនៅព្រំដែនកម្ពុជាថៃនិង1កន្លែងផ្សេងទៀតនៅតាមព្រំដែនកម្ពុជាវៀតណាមការងាររបស់ការិយាល័យ BLO នេះគឺសម្ដៅត្រួតពិនិត្យបទល្មើសឆ្លងកាត់ព្រំដែនមានន័យថាទាំងសារធាតុគីមីផ្សំដែលចូលមកដោយខុសច្បាប់នៅតាមច្រកព្រំដែនគឺការិយាល័យ BLO របស់យើងនៅមានភារកិច្ចត្រួតពិនិត្យការប្រគល់សម្ភារៈឧបករណ៍សម្រាប់ការិយាល័យ BLO នេះមានន័យថាជាការពង្រឹងនៅសកម្មភាពត្រួតពិនិត្យនៅរាល់បទល្មើសឆ្លងកាត់ព្រំដែនពិសេសក្នុងនោះក៏យើងអាចនិយាយបានថាការឆ្លងកាត់នៅសារធាតុគីមីផ្សំដោយខុសច្បាប់នេះក៏ជាភារកិច្ចរបស់ការិយាល័យ BLOទូរទស្សនិកជនទីគោរពឥឡូវយើងតាមដានអំពីអតីតប្រមុខរដ្ឋសម័យខ្មែរក្រហមគឺលោកខៀវសំផនគឺបានធ្លាក់ខ្លួនឈឺនិងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតខណៈដែលនួនជាកំពុងតែនៅក្នុងពេទ្យមុនខៀវសំផនតែ2ថ្ងៃប៉ុណ្ណោះបើតាមការបញ្ជាក់របស់មន្ត្រីអ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហមលោកនេតភក្ត្រាបានដឹងថាលោកខៀវសំផនអតីតប្រមុខរដ្ឋខ្មែរក្រហមត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារតែគាត់មានជំងឺហេវហត់និងអស់កម្លាំងដែលជាជំងឺវ័យជរាប្រចាំកាយរបស់គាត់ចំណែកនួនជាក៏កំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដូចគ្នាដែរជនជាប់ចោតទាំងពីររូបគឺនួនជានិងខៀវសំផនសម្រាប់នៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺមិនទាន់ដឹងថានៅពេលណាត្រូវបញ្ជូនមកកាន់មន្ទីរឃុំឃាំងវិញ
រីឯជនជាប់ចោតអៀងសេរីមានអាយុ87ឆ្នាំរួចរឹតដោយជំងឺស្ថិតនៅក្នុងមន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហមដូច្នេះជនជាប់ចោតអតីតមេខ្មែរក្រហមទាំង5រូបសុទ្ធតែមានជនមានអាយុចាស់ជរាទាំងអស់គ្នាទៅហើយដែលធ្វើឲ្យសវនាការម្ដងចម្លើយរបស់ពួកគាត់ឆ្លើយវង្វេងវង្វាន់ពិបាកដល់ចៅក្រមវិនិច្ឆ័យលោកនេតភត្រាមន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងឲ្យដឹងថាលោកខៀវសំផនបច្ចុប្បន្នមានអាយុ82ឆ្នាំបានធ្លាក់ខ្លួនឈឺដោយមានអាការៈហេវហត់និងអស់កម្លាំងខ្លាំងត្រូវបានបញ្ជូនចេញពីមន្ទីរឃុំឃាំងរបស់តុលាការខ្មែរក្រហមទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅព្រឹកម៉ោង 9:45 នាទីកាលពីថ្ងៃទី 16 ខែមករាឆ្នាំ 2013 ក្រុមគ្រូពេទ្យកំពុងតែពិនិត្យនិងព្យាបាលជំងឺជូនលោកខៀវសំផនការចូលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យរបស់លោកខៀវសំផនក៏ជួនជាមួយនឹងការបញ្ជូនទៅសង្គ្រោះបន្ទាន់របស់លោកនួនជាផងដែរលោកបានថ្លែងឲ្យដឹងទៀតថាសាលាក្តីមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងមានក្រុមគ្រូពេទ្យចំណានដើម្បីតាមដាននិងព្យាបាលជំងឺដល់ជនជាប់ចោតហើយសាលាក្តីនេះមានបទពិសោធន៍និងនីតិវិធីគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាពបែបនេះកាលណាក្រុមគ្រូពេទ្យរកឃើញថាជនជាប់ចោតមានសុខភាពមិនល្អត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគឺគេនឹងធ្វើភ្លាមដើម្បីជួយព្យាបាលដល់ជនជាប់ចោតឲ្យមានសុខភាពល្អអាចបន្តចូលរួមសវនាការបានឲ្យចប់ចុងចប់ដើមព័ត៌មានជាបន្តគឺចំនួនអ្នកទេសចរកម្ពុជាដែលធ្វើដំណើរទៅកាន់រដ្ឋមេហ្កាឡានៃប្រទេសម៉ាឡេស៊ីបានកើនឡើងយ៉ាងខ្លាំងហើយរំពឹងថាកម្ពុជានឹងក្លាយជាអ្នកទេសចរសំខាន់មួយក្នុងចំណោមប្រទេសទាំង10ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះក្នុងសិក្ខាសាលាមួយនៅខេត្តសៀមរាបក្នុងសប្តាហ៍នេះលោកជូជឹងហួរអគ្គនាយករងទេសចរប្រចាំរដ្ឋមេឡាកានៃប្រទេសម៉ាឡេស៊ីបានដឹងថារយៈពេល10ខែឆ្នាំ2012មានអ្នកទេសចរកម្ពុជាចំនួន 54,000 នាក់បានទៅធ្វើទេសចរនៅរដ្ឋមេឡាកានៃប្រទេសម៉ាឡេស៊ីគឺកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅ 60 កដកសញ្ញា 9% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2011លោកសង្ឃឹមថាកម្ពុជានឹងក្លាយជាប្រភពអ្នកទេសចរដ៏សំខាន់មួយក្នុងចំណោមទីផ្សារទេសចរចំនួន10ប្រទេសនាពេលដ៏ខ្លីខាងមុខនេះចំណែកលោកជុងសុខេមរៈអនុប្រធានមន្ទីរទេសចរខេត្តសៀមរាបវិញក៏បានឲ្យដឹងដែរថាដោយសារតែមានការសហការគ្នាល្អរវាងខេត្តសៀមរាបនិងរដ្ឋមេឡាកាក្នុងការផ្សព្វផ្សាយអំពីសក្តានុពលនៃតំបន់ទេសចររៀងៗខ្លួនមកធ្វើឲ្យអ្នកទេសចរម៉ាឡេស៊ីចំនួន 42,089 នាក់មកលេងខេត្តសៀមរាបក្នុងឆ្នាំ2012កន្លងមកនេះគឺកើនឡើងពីកដកសញ្ញា 42% បើប្រៀបធៀបទៅនឹងកាលពីឆ្នាំ2011អាដាមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរបានដឹងថាប្រទេសកម្ពុជាចាំបាច់ត្រូវធ្វើការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរគ្រប់ផ្នែកដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរជារៀងរាល់ឆ្នាំកាលពីឆ្នាំ2012កន្លងមកនេះព្រះរាជាណាចក្រអច្ឆរិយៈកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង 3 លាននាក់នៅឆ្នាំ2015ខាងមុខកម្ពុជាត្រូវបានគេវាយតម្លៃថានឹងអាចទទួលបានភ្ញៀវទេសចរបរទេស 4 លាន 5 សែននាក់ហើយនៅឆ្នាំ2020ចំនួនភ្ញៀវទេសចរនឹងកើនឡើងដល់ទៅ 7 លាននាក់នៅពេលដែលចំនួនភ្ញៀវទេសចរកើនឡើងដល់ទៅ 7 លាននាក់ពេលនោះប្រទេសកម្ពុជាអាចប្រឈមនឹងការខ្វះខាតអ្នកជំនាញក្នុងវិស័យទេសចរងាកមកចាប់អារម្មណ៍នឹងរបៀបធ្វើស្រែចម្ការរបស់ជនជាតិដើមភាគតិចពួកគេបុកដាំនៅលើខ្នងភ្នំហើយជឿទៅលើការសែនព្រេនទៅតាមលក្ខណៈជំនឿអ្នកតាព្រៃភ្នំហើយការប្រមូលផលត្រូវបោកដោយដៃនៅខេត្តមណ្ឌលគិរីជនជាតិដើមភាគតិចនៅមានចំនួនច្រើនជាងគេក្នុងចំណោមខេត្តនៅភាគឦសាននៃប្រទេសកម្ពុជាហើយទំនៀមទម្លាប់របស់ពួកគេនៅតែប្រកាន់ខ្ជាប់មិនឲ្យបាត់បង់បើទោះបីបងប្អូនជនជាតិខ្លះចេះស្លៀកពាក់សម្លៀកបំពាក់ដោយពលរដ្ឋខ្មែរលើធម្មតាក៏ដោយជាស្ដែងការធ្វើស្រែចម្ការរបស់ពួកគេនៅតែអនុវត្តទម្រង់បុរាណជនជាតិភាគតិចដដែលមិនទាន់ផ្លាស់ប្ដូរទម្លាប់ចាស់របស់ពួកគាត់ទេលោករយត្រានចៅសង្កាត់រមនីលោកជាជនជាតិដើមភាគតិចភ្នងបានរៀបរាប់ប្រាប់ទូរទស្សន៍ហង្សមាស HDTV ថាមុនពេលដាំស្រូវគេត្រូវរៀបចំសែនព្រេននៅលើដីចម្ការដើម្បីធ្វើការបួងសួងសុំភោគផលស្រូវនិងទឹកភ្លៀងក្នុងពិធីសែនព្រេននេះគេយកមាន់ស្ងោរមួយទាស្ងោរមួយសំពត់ខោអាវជនជាតិមួយកំភ្លេម្លូស្លាស្រាពាងនិងស្រូវមួយកំផាឬហៅថាមួយសះបន្ទាប់មកទើបចាប់ផ្ដើមដាំដោយប្រើបំពង់ឫស្សីបុកចូលទៅក្នុងដីដាំជាជួរការដាំស្រូវរបស់បងប្អូនជនជាតិនេះគឺចាប់ធ្វើពីខែមិថុនាដល់ខែវិច្ឆិកាទើបប្រមូលផលការប្រមូលផលវិញគឺគេដើរបូតនឹងដៃផ្ទាល់ដោយមិនប្រើឧបករណ៍កណ្ដៀវឬខ្វៅសម្រាប់ច្រូតទេព័ត៌មានចុងក្រោយគឺតាក់ទងទៅនឹងជនជាតិដើមភាគតិចដដែលគឺជនជាតិដើមភាគតិចភ្នង
ដោយមានការរៀបចំពិធីអាពាហ៍ពិពាហ៍របស់ពួកគេបាននឹងកំពុងធ្វើការបង្ហាញពីទំនៀមទម្លាប់ប្រពៃណីដែលបានអភិរក្សថែរក្សានិងការពារទុកឲ្យកូនចៅជំនាន់ក្រោយដឹងនិងចងចាំទុកហើយទំនៀមទម្លាប់នេះពួកគេនៅតែប្រកាន់ខ្ជាប់លោកទីឈឿនជាជនជាតិដើមភាគតិចភ្នងនៅភូមិចំការតែសង្កាត់សុកដុំក្រុងសែនមនោរម្យបានរៀបរាប់ពីពិធីរៀបអាពាហ៍ពិពាហ៍កូនរបស់គាត់តាមប្រពៃណីជនជាតិភ្នងហើយពួកគាត់បានរៀបរាប់ថាការរៀបចំពិធីអាពាហ៍ពិពាហ៍របស់បងប្អូនជនជាតិភ្នងមានពិធីសែនព្រេនជាច្រើនដូចជាឪពុកម្ដាយព្រមទាំងមេបាខាងប្រុសត្រូវតែហែកូនកំឡោះពីផ្ទះរបស់ខ្លួនសម្ដៅទៅផ្ទះកូនក្រមុំដោយមានតំណាងមេកន្ទ្រាញម្នាក់កាន់ដាវនិងកាំបិតដើរអមខាងមុខហើយមានការវាយឃ្មោះបែបភ្លេងជនជាតិនិងផ្ទះដៃបន្ទោលុះដល់មាត់ច្រកចូលរបងផ្ទះកូនក្រមុំហើយត្រូវឈប់ដើម្បីធ្វើការសែនព្រេនជាលើកទី1ក្នុងនោះមានស្រាពាងមួយមាន់មួយក្បាលហើយឪពុកម្ដាយខាងស្រីចេញមកទទួលរាក់ទាក់សួរនាំពីសុខទុក្ខក្នុងការធ្វើដំណើររបៀបសួរមាន2យ៉ាងគឺ1គឺសួរដោយផ្ទាល់មាត់និង2គឺសួរបែបវាយឃ្មោះជាសញ្ញារួចហើយបន្តចូលទៅក្នុងដីរបងមុខផ្ទះកូនក្រមុំក៏រៀបចំសែនព្រេនម្ដងទៀតជាលើកទី2ប្រដាប់សែនព្រេនដូចគ្នានឹងលើកទី1ដែរហើយកូនក្រមុំព្រមទាំងអ្នកកំដរស្រី3នាក់ចេញមកទទួលហើយចាស់ទុំមេបាសងខាងសួរកូនក្រមុំបរោះនេះឬដែលខ្លួនស្រឡាញ់ព្រមទាំងរស់នៅជាមួយបានទេរបៀបសួរដូចគ្នាឆ្លើយអស់សំណួរកូនកំឡោះនិងកូនក្រមុំត្រូវផឹកស្រារួមគ្នាក្នុងពាងតែមួយទើបគេចាប់ផ្ដើមហែសម័យខ្លួនទាំងពីរចូលទៅក្នុងផ្ទះដើម្បីធ្វើពិធីសែនព្រេនធំជាលើកទី3ក្នុងពិធីសែនព្រេនធំនេះខាងកូនក្រមុំបានរៀបចំដាក់ជ្រូកទាំងមូល1ក្បាលស្រាពាងរលូង1ពាងស្រាពាងធម្មតា1ពាងនិងមាន់2ក្បាលលោកទីឈឿនបានបញ្ជាក់ទៀតថាក្នុងពិធីរៀបអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចក្នុងនេះមានរយៈពេល3ថ្ងៃព័ត៌មានជាតិសង្ខេបដែលលោកអ្នកបានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមជូនព័ត៌មានអន្តរជាតិ